ពីកម្រាននេះទៅកុំឲ្យបានត្រឹមតែវ៉ែនតាបានប្រពោជីវិតរស់នៅសម្រាប់ជួយទៅដល់ខ្លួនឯងជួយរហូតដល់គ្រួសារយើងហើយជួយរហូតដល់សហគមន៍យើងហើយជួយរហូតដល់សង្គមជាតិយើងហើយបើយើងអត់ស្ដាប់ចាប់អត់បានអត់ដឹងថានិយាយអីងើបទៅវិញបានតែត្រឹមវ៉ែនតាណាដល់បានត្រឹមវ៉ែនតាពាក់តែបន្តិចវ៉ែនតាវាទៅហើយប៉ុន្តែសំខាន់ជាងគេមកខ្ញុំមករក100គីឡូមកជួបពុកម៉ែបងប្អូននៅទីនេះគឺចង់បានឲ្យពុកម៉ែបងប្អូនបានអ្វីដែលពិសេសដែលអាចជួយខ្លួនឯងបានចឹងហើយនៅថ្ងៃនេះព្រះយេស៊ូវគ្រីស្ទព្រះអង្គស្រឡាញ់ទៅដល់ពុកម៉ែបងប្អូននៅស្រុកភូមិនេះណាដើម្បីឲ្យបានដឹងថាតើមនុស្សយើងកើតមកពីណាហើយរស់នៅលើផែនដីនេះដើម្បីអ្វីហើយពេលទៅវិញទៅនៅកន្លែងណាឲ្យដឹងច្បាស់ហ្នឹងហើយពីព្រោះមនុស្សរស់នៅឲ្យដឹងថាទៅវិញទៅកន្លែងណាពេលដែលយើងអត់ដឹងអញ្ចឹងទៅយើងអត់ដឹងថាទៅណាទេអញ្ចឹងណាដល់ពេលអត់ដឹងអញ្ចឹងជីវិតរស់នៅអត់មានអីសង្ឃឹមរស់នៅអត់មានសេចក្តីសង្ឃឹមទេតែងតែអស់សង្ឃឹមអញ្ចឹងឥឡូវនៅថ្ងៃនេះព្រះយេស៊ូវគ្រីស្ទព្រះអង្គបានប្រទានពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានចម្លើយហើយខ្ញុំជឿថាពុកម៉ែបងប្អូននៅទីនេះគឺតែងតែមានទុក្ខកង្វល់ហើយតែងតែមានបញ្ហាផ្លូវចិត្តផ្លូវកាយបញ្ហាជីវិតរស់នៅភ័យខ្លាចតែនៅថ្ងៃនេះព្រះយេស៊ូវគ្រីស្ទព្រះអង្គជាចម្លើយព្រះយេស៊ូវគ្រីស្ទព្រះអង្គជាចម្លើយណាចឹងហើយស្ដាប់ឲ្យបានដើម្បីថាចម្លើយហ្នឹងមាននៅណាពីព្រោះមនុស្សម្នាក់ចង់បានចម្លើយដល់ពិតអត់មានអ្នកណាមួយចង់បានចម្លើយដល់អស់សង្ឃឹមទេចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាម្ចាស់នៅលើទាំងអស់ចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាព្រះដែលបង្កើតផ្ទៃមេឃផែនដីបង្កើតគ្រប់សពសារពើទាំងអស់បង្កើតទេវតាមកបង្កើតមនុស្សឲ្យរស់នៅលើផែនដីនេះរបស់ដែលយើងមើលឃើញនៅក្នុងភ្នែកចាប់កាន់នៅនឹងដៃស្គាល់ឈ្មោះអត់អស់ទេតើអ្នកណាជាម្ចាស់ត្រីញ៉ាំចូលមាត់រាល់ថ្ងៃទឹកសាបទឹកសមុទ្រស្គាល់ឈ្មោះអត់ទេអ្នកណាជាម្ចាស់អញ្ចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គជាម្ចាស់ហើយមនុស្សមិនមែនកើតមកពីពូជស្វាណាមនុស្សមិនមែនកើតមកពីពូជស្វាមនុស្សមិនមែនកើតមកពីធម្មជាតិទេអញ្ចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គបានបង្កើតមនុស្សមកឲ្យរស់នៅលើផែនដីនេះអញ្ចឹងហើយបានជាមនុស្សបងប្អូនឃើញហើយមនុស្សមករស់នៅមានផ្ទះមានសុវ័យមានសម្លៀកបំពាក់ស្លៀកពាក់ស្អាតបានខ្ញុំនេះទៅថតនឹងជើងថតអញ្ចឹងហើយមនុស្សព្រះអង្គបង្កើតមកស្អាតមានផ្ទះមានខោអាវស្លៀកពាក់តែស្វានៅលើចុងឈើហើយស្វាដែលនៅក្នុងផ្ទះដូចយើងឯងត្រូវអត់នៅក្នុងព្រៃហ្នឹងហើយអញ្ចឹងមនុស្សយើងមិនមែនកើតមកពីស្វាទេណាឲ្យច្បាស់មនុស្សកើតមកពីពូជព្រះអញ្ចឹងហើយព្រះបានបង្កើតមនុស្សមកដើមដំបូងឡើយគឺព្រះបានបង្កើតមនុស្សមកបរិសុទ្ធអត់មានបាបសោះអត់មានទុក្ខកង្វល់ខ្វល់ខ្វាយអីទេចឹងហើយមនុស្សព្រះអង្គបានបង្កើតមកឲ្យបានរស់នៅមានសេចក្តីសុខសាន្តអត់មានជំងឺអត់មានបញ្ហាអ្វីទាំងអស់ស្អីក៏មានដែរដោយសារអីពីព្រោះមនុស្សព្រះអង្គបានបង្កើតមកដើមដំបូងព្រះអង្គឲ្យរស់នៅក្នុងព្រះវត្តមានរបស់ព្រះចឹងបានជាមនុស្សដើមដំបូងឡើយគឺអត់មានបញ្ហាទុក្ខកង្វល់ខ្វល់ខ្វាយជំងឺណាការខ្វះខាតការអត់ឃ្លានមានការចំណាយអត់មានទេដោយសារព្រះអង្គបង្កើតមនុស្សដើមដំបូងបរិសុទ្ធហើយព្រះអង្គបង្កើតមនុស្សដើមដំបូងឡើយហ្នឹងគឺព្រះអង្គបានយកធូលីដីមកសូមធ្វើជាមនុស្សចឹងឥឡូវស្ដាប់ពីណាពេលអត់ដឹងទេអត់ដឹងថាខ្លួនឯងកើតមកពីណាថាកើតមកពីសត្វស្វាយ៉ាងឲ្យច្បាស់ថាមនុស្សកើតមកពីណារស់នៅដើម្បីអីហើយទៅវិញទៅកន្លែងណាឲ្យច្បាស់មាន3ចំណុចហ្នឹងឲ្យសំខាន់ណាต้องចាំតិច
Khơi thọt anh ấy nhập mà đó miền thọt bằng nhom ao giờ này thọt mưa khơi bút sẵn đấy đã chắc vợ khơi nhỉ cha à lấy à cha à lấy nhom trăng chìm riệp ai cho ba ná là ngày trăng hay mà nấu bằng bằng cao mà đau là bốn láo cứ bằng bằng cao máu bị đây trăng á trăng hay đây nắng ban chia à lấy xong mà chia sai nơi xem ra rằng ta đi bây rồng khan mình tên à lấy nhom trăng chìm riệp anh đăng á chẳng hay mà nấu bằng ban cao và cao máu bị đây nó son thôi chuyện đây dân chưa press những đăng hai tay nhom chìm riệp trong ai bong ôn chưa press và start bài bàn hay phải dân nơi từ chơi khuyên trắng thông mạch và start bàn chẳng ai nhom trong ai đắng chẳng bằng ban bằng cao mà nấu máu bị đây chẳng hay đây năng hai ban và ông và cao máu hai bằng lông cho thằng ham cho rôn cho món để ban cao miến rồi lắng bị nhiên chẳng ai mà nấu miên chỉ vẫn ruột lại chẳng phải mà cao đau một bông lái miên ta bỏ rong mà nè cứ bóng đại chung một ta đam đập pe đại phải ăn ban bằng cao mà hỏi ban chia mà nấu nắng nơi mà nè ai mà xua tết phải ăn ban bằng cao bóng bắt nọ trong chầm đi bỏ rong nắng bóng ban chụp xôn áo miên sợi tây mà nè tiền chẳng ban chia phải ăn ai miên sợi tây miên bỏ rót hai phải ăn ai miên bằng cao cô nên lỡ phải đầy đằng chẳng đi cầm nát mà nấu đam được bồn nè chẳng hay đấy ban trên mà nấu ban miên bát và ông một cái đam được bố bò để sắp tê nhé hay đây chẳng ban trên mà nấu thịt lẹ vừa ở bờ bạc nữa này mà nấu ăn sạch bằng qua pre đó ăn sạch bằng qua pre năng hai ban trên bát năng ban hồ chôn ra sợi máy ca như là lớn nè chẳng làm bờ bạc năng hai để thưa ai mà nấu luôn nơi ro thứ ngày ro sợi cây sóc xa nạt miền nhé chẳng ban trên mà nấu luôn nơi nhom chẳng mà thằng nhom chồng riệp vậy nhom xong mà chia sài xong khách trôn á đầm bay bong ôn nhưng khách trôn mà hay sắp chặt khách chinh vì cả mẹ đầu tiên hay bong ôn nhom mạo nhưng lại khơi sao khách trôn mà đang vậy thằng mấy chứ này và lo năng đến nè khách xong khách trôn mà tích mà mày ban ăn khách chẳng nó ăn vô khách mà đầm bay bong ôn còn mau kháo còn mà đó quay muộn mà đó quay muộn nó chẳng dương từng mau dương tiệt theo nhờ cha khách trôn mà hai tao còn lại năm má đâm bay bong ôn nhưng mà cái đó còn mà đó còn cùi vậy chân hai nhom chân chùm riệp vậy đăng tha pre ban mà cao mà nôn máu mình ta lớn lắm nhom vậy mình ta lớn á phải dặn nhom nặng sừng lúa xu với nhặt ta xu ăn khai ăn canh nhom lên tao mà nhom đây pin vuông thẻ hỏi cả lối nhom lên tao nhom trong ấy khai là sai vừa vậy mình ta lớn hai ăn sao ba nữa năng ngày chân hai chân chùm riệp vậy đăng tha bởi dân luôn đây lơ phai đây đi dân ăn đăng té luôn đây chỉ bắt nhận như đây sự không tê thấy ấy chẳng hai ban trên pre ban bằng cao mà lúc mà đau là bốn nó bị đây nó này ai mà lúc mình sẽ đặt bằng qua pre ban trên mà lúc lẹ miên làm phơ bát là hốt đó sẽ máy ca cho nhà lớn năng chẳng bát năng hai để thưa ai mà lúc lúc nia luôn nơi trong ban chầm lại đập bắt ập miên trong ban trên mà lúc luôn nơi trong ban sự đây sọc san trong ban sự đây là o nát trong ban tịch Rosie miên ban trong ai ban krom krosa miên sự phép bằng cô trong ai miên sọc ở phép là o miên chỉ vật luôn đâu và sao nên lơ phai đây nấy ta ban được bầm đón chặt đi trong ban trên mà nấu crop kia luôn nơi ăn ban được bầm đón chặt năng hái ban trên mà nấu crop kia luôn nơi tay tập họ chặt ở sừng khầm vì pro đây xa vậy đây mà nấu trong ban nó ngắt cứ miên mà cha vì pro mà nấu crop kia trong ban và ban được bầm đón chặt đó mà nấu crop kia lại cao tốc này chứ mà dân trong ban chia dân trong ban sóc nhưng trong ban miên mấy nhưng lên miên tục là ba ai thế nhỉ còn đây xa cả hai pho thằng ông nó mình nấu chân mình ai thưa ban tê
បានជាមនុស្សគ្រប់គ្នារស់នៅមានការទុកកង្វល់ផលផ្កាយគ្រប់សពបែបយ៉ាងហ្នឹងពីព្រោះគ្រប់ទាំងអ្វីដែលមនុស្សចង់បាននោះគឺព្រះយេស៊ូវគឺជាម្ចាស់តោះតែយើងស្វែងរកម្ចាស់ហ្នឹងទៅបានយើងបានបើយើងអត់ស្វែងទៅរកម្ចាស់ផងយើងបានតាមណាចឹងបានជាព្រះយេស៊ូវគ្រីស្ទព្រះអង្គជាម្ចាស់គ្រប់ទាំងអស់ចឹងហើយបានជាមនុស្សគ្រប់គ្នាដែលព្រះបានបង្កើតមកហ្នឹងកើតមកពីពូជព្រះហ្នឹងហើយបានជាមនុស្សគ្រប់គ្នាបានស្វែងចង់បានតែព្រះឯងហើយដោយសារតែខ្លួនឯងស្វែងចង់បានព្រះហ្នឹងហើយបានជារកព្រះពិតអត់ឃើញដាច់ចេញពីព្រះដោយសារអំពើបាបហ្នឹងវាជារាំងមួយមនុស្សអត់អាចទៅដល់ព្រះទេចឹងបានជាអំពើបាបហ្នឹងហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នាហ្នឹងស្វែងរកព្រះដល់ពេលរកព្រះពិតអត់ឃើញទៅថ្វាយបង្គំធម្មជាតិតែហៅធម្មជាតិទាំងអស់ហ្នឹងជាព្រះអញ្ចឹងបានជាធម្មជាតិទាំងអស់ព្រះបានបង្កើតមកឲ្យមនុស្សប្រើនៅលើផែនដីនេះតែដោយសារមនុស្សមានបាបរកសេចក្តីសុខអត់មានទៅសុំសេចក្តីសុខពីដើមស្វាយពីដើមពោពីដីថ្វាយបង្គំសត្វកើតមកចម្លែកគោត្រីណាថ្វាយបង្គំគ្រប់ទាំងអស់សត្វតែរបស់ដែលខ្លួនឯងដាក់ឡើងធ្វើជាព្រះបានបង្កើតធម្មជាតិទាំងអស់ព្រះអង្គឲ្យមនុស្សមានប្រាជ្ញាមានអំណាចទៅលើធម្មជាតិទាំងអស់ហ្នឹងតែមនុស្សមានបាបទៅខ្លាចធម្មជាតិហ្នឹងទៅថ្វាយបង្គំគ្រប់ទាំងធម្មជាតិដែលខ្លួនឯងធ្វើពីដៃហើយថាហ្នឹងជាព្រះរបស់ខ្លួនដោយសារតែមនុស្សស្វែងរកសេចក្តីសុខសាន្តនឹងឯងអញ្ចឹងនៅថ្ងៃនេះព្រះយេស៊ូវគ្រីស្ទប្រទានពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្លើយដ៏ពិតហើយឃើញទេអញ្ចឹងយើងរស់នៅលើផែនដីនេះគឺរស់នៅដើម្បីអីសំណួរសួរតែចម្លើយវាឆ្លើយវិញណាខ្ញុំរស់នៅដើម្បីគ្រួសាររស់នៅដើម្បីកូនណារស់នៅដើម្បីនេះដើម្បីនោះគ្រប់សពបែបយ៉ាងហើយយើងឆ្លើយអញ្ចឹងប៉ុន្តែមនុស្សគ្រប់គ្នាត្រូវទទួលស្គាល់ការពិតពេលណាដែលយើងដឹងពីការពិតណាយើងស្វែងរកព្រះពិតហើយមនុស្សរស់នៅគ្រប់គ្នាគ្មានអីទេត្រៀមតែសេចក្តីស្លាប់ម្ដងនឹងឯងគ្មានអ្នកណាមួយអត់មានលាចាក់ពីផែនដីនេះទេនៅលើផែនដីនេះទាំងអ្នកមានអ្នកក្រអ្នកទូចអ្នកធំមហាសេដ្ឋីណាក៏នៅថ្ងៃណាមួយលាចាក់ពីផែនដីហើយតែសំខាន់ជាងគេសំណួរសួរថាពេលដែលលាចាក់ពីផែនដីនេះទៅរូបកាយទៅជាធូលីដីតើបលឹងទៅនៅកន្លែងណាបលឹងនៅមានមួយកន្លែងទៀតដែលត្រូវទៅបលឹងណាដែលរួចពីអំពើបាបមានឈ្មោះកត់ទុកក្នុងបញ្ជីឋានសួគ៌អ្នកនឹងទៅនៅនគរឋានសួគ៌បលឹងណាអត់រួចពីបាបអត់មានឈ្មោះកត់នៅនគរឋានសួគ៌ធ្លាក់ទៅឋានក្រោមចឹងបានជាមនុស្សគ្រប់គ្នាស្វែងចង់ធ្វើបុណ្យណាខំធ្វើបុណ្យខំធ្វើទានប្រឹងធ្វើនេះប្រឹងធ្វើនោះដើម្បីទៅនគរឋានសួគ៌ហ្នឹងប៉ុន្តែនគរឋានសួគ៌អត់ដូចការគិតរបស់មនុស្សទេអត់មានដូចការគិតរបស់មនុស្សថាអូខ្ញុំធ្វើល្អបន្តិចខ្ញុំសុំសិលបន្តិចខ្ញុំធ្វើបុណ្យបន្តិចខ្ញុំទៅនគរឋានសួគ៌អត់ទេចឹងនគរឋានសួគ៌គឺមានម្ចាស់ព្រះយេស៊ូវគឺជាម្ចាស់តោះតែយើងស្គាល់ម្ចាស់នៃនគរឋានសួគ៌ហ្នឹងបានយើងទៅបានហើយស្គាល់ហើយតោះតែម្ចាស់ឋានសួគ៌ហ្នឹងតម្រូវទៀតព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យអស់អ្នកណាដែលរួចពីអំពើបាបបានទៅនៅនគរឋានសួគ៌បើអត់រួចពីបាបទេអត់ទៅបានទេចុះរួចពីបាបតាមណាទៅបាបគឺបាបអត់មានយកឲ្យបោកដកបានទេចឹងរួចពីបាបតោះតើអស់អ្នកណាដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទចឹងហើយបានជាព្រះយេស៊ូវគ្រីស្ទព្រះអង្គបង្កើតមនុស្សមកព្រះអង្គស្រឡាញ់ទៅដល់មនុស្សបានជាព្រះអង្គយាងមកយកនិស្ស័យជាមនុស្សព្រះអង្គសគត់តែ3ថ្ងៃទេព្រះអង្គមានបជនរស់ឡើងវិញចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គសគត់តែ3ថ្ងៃព្រះអង្គមានបជនរស់ឡើងវិញពីព្រោះព្រះអង្គគឺជាវិញ្ញាណអត់ចេះស្លាប់ទេចឹងបានព្រះអង្គយាងមកពីឋានសួគ៌មកយកនិស្ស័យជាមនុស្សដូចយើងចឹងព្រះអង្គសគត់តែ3ថ្ងៃព្រះអង្គមានបជនរស់ឡើងវិញអញ្ចឹងបានជាមានគ្រិស្តសករាជឲ្យយើងប្រើនៅលើផែនដីនេះឃើញទេថ្ងៃនេះថ្ងៃទី5ខែ7ឆ្នាំ2026នឹងជាគ្រិស្តសករាជរបស់ព្រះយេស៊ូវហើយព្រះអង្គមានអំណាចកាត់ប្រវត្តិសាស្ត្រទុកឲ្យមនុស្សនៅលើផែនដីនេះបានប្រើចឹងបានជាព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសគត់ហើយព្រះអង្គតម្រូវឲ្យអស់អ្នកណាដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទហ្នឹងបានរួចពីបាបទៅនៅនគរឋានសួគ៌ចឹងឋានសួគ៌ព្រះបរិសុទ្ធព្រះសុចរិតស្មោះត្រង់ចឹងព្រះអត់មានតម្រូវឲ្យមនុស្សថាធ្វើនេះទៅធ្វើនោះទៅចឹងចំនួនមនុស្សនៅលើផែនដីប្រហែលពាន់លាននាក់ហើយចឹងបើតម្រូវថាអូធ្វើបុណ្យធ្វើល្អណាខំធ្វើនេះធ្វើនោះទៅនគរឋានសួគ៌ចឹងមនុស្សប្រហែលភាគរយដែលក៏អត់មានលុយទៅធ្វើបុណ្យនោះចឹងមិនធ្លាក់ទៅក្រោមមកហើយចឹងអញ្ចឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គល្អណាស់ព្រះអង្គសុចរិតណាស់អ្នកមានមហាសេដ្ឋីអ្នកក្រសុំទា
ថ្ងៃនេះជាកំណត់ដ៏ពិសេសហើយតែពួកខ្ញុំមកដល់ទីនេះបងប្អូនពុកម៉ែពិចារណាមើលបើអត់មានសេចក្តីស្រឡាញ់របស់ព្រះរឿងអីដែលខ្ញុំមកដីរាប់រយគីឡូហ្នឹងខ្ញុំមកឈរទីនេះខ្ញុំអត់មានបានប្រយោជន៍អីផងហ្នឹងដោយសារតែព្រះស្រឡាញ់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅទីនេះដើម្បីឲ្យបានលឺឲ្យមានចម្លើយដ៏ពិតប្រាកដនៅក្នុងជីវិតរស់នៅអញ្ចឹងហើយបានជាជីវិតមនុស្សនៅលើផែនដីនេះគ្រប់គ្នាគ្រាន់តែជីវិតបណ្ដោះអាសន្នទេសំខាន់ជាងគេតើជីវិតពេលដែលយើងលាចាក់ពីផែនដីនេះទៅនៅណាសំណួរសួរយើងអញ្ចឹងហើយបានជាយើងរស់នៅលើផែនដីយើងត្រូវសម្រេចចិត្តក្នុងការជ្រើសរើសដើម្បីយើងលាចាក់ពីផែនដីមានទីលំនៅមួយដ៏ពិតប្រាកដនៅឯនគរឋានសួគ៌អញ្ចឹងនៅថ្ងៃនេះនាំម្ចាស់នគរឋានសួគ៌មកដល់ជីវិតពុកម៉ែបងប្អូនទាំងអស់គ្នាហើយនាំម្ចាស់នៃសេចក្តីសុខសាន្តមកដល់ទីនេះគឺជាព្រះយេស៊ូវនឹងហើយចឹងបានជាជំនឿជឿដល់ព្រះយេស៊ូវគេថាជឿព្រះយេស៊ូវអត់ដឹងគុណឪពុកម្ដាយទេឪពុកម្ដាយស្លាប់ទៅដូចខ្មៅឆ្កែខ្មៅឆ្មាអញ្ចឹងអត់យំទេអត់ធ្វើបន់ទេអ្នកខ្លះល្បីតគ្នាអញ្ចឹងខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនឲ្យដឹងថាជំនឿជឿព្រះយេស៊ូវគឺជាជំនឿជឿឲ្យរួចពីអំពើបាបហើយព្រះយេស៊ូវគ្រីស្ទព្រះអង្គតម្រូវនៅលើផែនដីនេះគឺព្រះអង្គតម្រូវឲ្យស្រឡាញ់ប្រតិបត្តិឪពុកម្ដាយពេលដែលនៅរស់ពេលដែលលាចាក់ពីផែនដីនេះទៅធ្វើបន់ណាខ្ញុំឲ្យទិកសលទៅជូនគាត់ខ្ញុំសែនទៅឲ្យគាត់អត់អាចទទួលសំណែននឹងបានទេអញ្ចឹងបានជាជំនឿជឿព្រះយេស៊ូវព្រះអង្គមានព្រះបន្ទូលថាងងឹតយន់មិនដល់ពលឺទេបានជាពីដើមមកខ្ញុំក៏អត់ទាន់ជឿព្រះខ្ញុំអត់យល់មែនព្រោះខ្ញុំយកដុល្លារប៉ិតខ្ញុំទៅទិញដុល្លារសែនយកទិញដុល្លារសែនផ្ទះក្លែងខ្លាយមាសក្លែងខ្លាយសែនផ្លែឈើ5មុខខ្ញុំអ្នកញ៉ាំសែនជ្រូកទៅខ្ញុំអ្នកយកញ៉ាំតែខ្ញុំយល់អត់ដល់ព្រោះខ្ញុំអត់ទាន់ជឿព្រះខ្ញុំអត់មានអីបំភ្លឺខ្ញុំធ្វើតាមគេតាមឯងបំណតមកម៉ែឪខ្ញុំអញ្ចឹងខ្ញុំយកធ្វើទៅដល់ពេលជឿព្រះយេស៊ូវបានព្រះអង្គបើកសម្ដែងឲ្យដឹងថាជំនឿជឿព្រះយេស៊ូវព្រះអង្គឲ្យដឹងគុណពេលដែលពុកម្ដាយនៅរស់គាត់ចាស់ហើយនេះឃើញទេគាត់ប្រសាអីឃ្លានអីទិញជូនគាត់មើលថែថ្នាក់ថ្នមផ្លូវចិត្តផ្លូវកាយបលឹងវិញ្ញាណគាត់មើលថែគាត់ឲ្យគាត់សុបាយចិត្តពេលដែលគាត់នៅរស់គាត់មើលយើងឃើញគាត់ប្រសាកើតណាគាត់ស្ដាប់យើងឮចឹងព្រះអង្គឲ្យដឹងគុណប្រតិបត្តិដល់ឪពុកម្ដាយពេលដែលនៅរស់ហ្នឹងអញ្ចឹងពេលដែលលាចាក់ពីផែនដីបានហេតុអីបានជាគេយល់ច្រឡំថាជឿព្រះយេស៊ូវអត់ដឹងគុណឪពុកម្ដាយមកពីគេយល់ច្រឡំគេអត់ទាន់ជឿព្រះយេស៊ូវគេថាដឹងគុណឪពុកម្ដាយនៅក្នុងចំណុចឲ្យធូបអញ្ចឹងឲ្យទៅឲ្យធូបគេថាដឹងគុណឪពុកម្ដាយហើយអញ្ចឹងហើយបានជាជំនឿជឿព្រះយេស៊ូវគេអត់ឲ្យធូបទេហេតុអីពីព្រោះពេលដែលឪពុកម្ដាយញាតិទាំង7សន្តានខ្ញុំពេលដែលគាត់ចែកឋានទៅគឺគាត់ទៅនៅភពខាងឯវិញ្ញាណអញ្ចឹងភពផែនដីនេះព្រះបានបង្កើតមកឲ្យមនុស្សរស់នៅមិនមនុស្សស្លាប់រស់នៅទេគឺមនុស្សរស់អញ្ចឹងមនុស្សស្លាប់ហើយគឺបលឹងគាត់ទៅនៅបលឹងណារួចពីបាបទៅនៅនគរឋានសួគ៌ឋានបរមសុខបលឹងណាអត់រួចពីបាបជាប់នៅឋានខុសបលឹងមនុស្សស្លាប់រងចាំថ្ងៃជំរំចម្រះដាក់ទៅឋានក្រោមឋានវេទនាអញ្ចឹងប្រែមកថាឋាននេះឋានវេទនាហ្នឹងគឺឋាននរកអញ្ចឹងហើយបានជាជំនឿជឿព្រះយេស៊ូវគេយល់ច្រឡំនៅក្នុងការដែលជឿឲ្យអត់ឲ្យធូបហ្នឹងពីព្រោះពេលដែលញាតិទាំង7សន្តានខ្ញុំចង់ខ្ញុំឲ្យធូបខ្សែនេះទៅឲ្យគាត់ទិកសលទៅតាមណាក៏គាត់អត់ទទួលសំណែននឹងបានដែរអញ្ចឹងបានជាជំនឿជឿព្រះយេស៊ូវពេលដែលជឿហើយគេអត់សែនទេពីព្រោះជំនឿជឿព្រះយេស៊ូវមិនមែនជាទ្រឹស្ដីទេគឺជាជំនឿដែលជឿមានព្រះវត្តមានរបស់ព្រះធ្វើការនៅក្នុងបុគ្គលនោះផ្ទាល់ខ្លួនរៀងខ្លួនហើយជាជំនឿដែលមានទំនាក់ទំនងជាមួយព្រះដ៏រស់គង់នៅក្នុងយើងហើយព្រះដ៏រស់នឹងហើយដែលព្រះដែលមានគ្រប់ទាំងអំណាចប្រជាស្ដាឈ្នះគ្រប់ទាំងអរុគអរិយអាក្រក់ឃើញទេដែលគេហៅថាអរុគអរិយទេវតាអាក្រក់ទេវតាមាន2ទេវតាមួយទេវតាបរិសុទ្ធបម្រើព្រះនៅឋានសួគ៌ទេវតាអាក្រក់គឺទេវតាដែលនាំមនុស្សឲ្យហិនវិនាសនៅលើផែនដីនេះដែលព្រះគម្ពីរព្រះអង្គហៅវាថាជាអរិយសាតាំងអញ្ចឹងពួកខ្ញុំដែលជឿព្រះយេស៊ូវខ្ញុំមានអំណាចមកពីព្រះយេស៊ូវគ្រីស្ទខ្ញុំមានអំណាចទាំងហៅពួកវាហើយមានអំណាចដេញវាហើយមានអំណាចគ្រប់ទាំងអស់លើវិញ្ញាណហ្នឹងអញ្ចឹងគ្មានអ្នកជឿព្រះយេស៊ូវគ្រីស្ទគ្មានខុសកុងម៉ាអរិយអ្នកតាម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាណាខ្សែចកេះកសែងញ័នមុនគុំគាថាខ្មោចព្រាយវិសាចអត់ទេ
จังអ្នកជឿព្រះយេស៊ូវគ្រីស្ទគឺមានអំណាចនៅលើគ្រប់ទាំងការអាក្រក់នឹងទាំងអស់អញ្ចឹងបានជាជំនឿជឿព្រះយេស៊ូវគ្រីស្ទគេអត់ធូបទេអញ្ចឹងបានជាមានគេយល់ច្រឡំថាគណៈអត់ធូបនឹងអត់ដឹងគុណឪពុកម្ដាយទេអញ្ចឹងបានជាព្រះយេស៊ូវគ្រីស្ទព្រះអង្គឲ្យធ្វើទានណាមានលុយជួយទៅដល់អ្នកក្រីក្រជួយទៅដល់អ្នកកុមារកំព្រាស្ត្រីមេម៉ាយជនតក្រព្រះអង្គឲ្យជួយរបៀបអញ្ចឹងយើងឃើញពិភពលោកនេះអ្នកដែលគេមានលុយគេជឿព្រះយេស៊ូវគេដើរទៅចែកចំណោយគេធ្វើការល្អរហូតដោយពួកខ្ញុំអញ្ចឹងឃើញមកទីនេះចំណាយពេលវេលាចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់គ្នាមកអត់មានប្រាក់ជំនួយអង្គការឧបត្ថម្ភណាមកដល់ខ្ញុំទេណាគឺពួកខ្ញុំស្រឡាញ់ព្រះយេស៊ូវពួកខ្ញុំរៃលុយគ្នាទិញវ៉ែនតាដើម្បីធ្វើចែកជូនដល់អ្នកស្រុកអ្នកភូមិនៅទីនេះដោយសារតែសេចក្តីស្រឡាញ់របស់ព្រះចឹងហើយបានជាជំនឿជឿព្រះយេស៊ូវគេយល់ច្រឡំថាអត់ដឹងគុណឪពុកម្ដាយនៅក្នុងចំណុចអុជធូបដោយសារអុជធូបកន្លែងណាគឺវិញ្ញាណហ្នឹងវាទៅនៅកន្លែងហ្នឹងអញ្ចឹងកាលណាមនុស្សអុជធូបនៅកន្លែងណាគឺវានៅកន្លែងហ្នឹងអុជដីវានៅដីអុជលើផ្ទះវានៅលើផ្ទះអុជនៅដើមឈើវានៅដើមឈើអុជនៅទ្រុងមាន់វានៅទ្រុងមាន់អុជនៅក្នុងបន្ទប់ទឹកវានៅក្នុងបន្ទប់ទឹកអញ្ចឹងវិញ្ញាណហ្នឹងវាអត់មានកន្លែងណានៅទេចឹងបានជាវិញ្ញាណហ្នឹងវានៅគ្រប់ទីកន្លែងពេលមនុស្សណាអុជធូបកន្លែងណាគឺវិញ្ញាណហ្នឹងវាទៅនៅកន្លែងហ្នឹងអញ្ចឹងបានជាជំនឿជឿព្រះយេស៊ូវគេដឹងពីព្រះមានអំណាចនៅលើទាំងអស់ហ្នឹងហើយបានជាគេអត់អុជធូបទេគេអត់សែនទេអញ្ចឹងហើយអ្នកជឿព្រះយេស៊ូវអត់ដែលមានខ្មោចលងផងហ្នឹងអ្នកជឿព្រះយេស៊ូវអត់មានខុសអរិយអ្នកតាមេបាកងម៉ាយផងហ្នឹងឃើញទេអញ្ចឹងអ្នកជឿព្រះយេស៊ូវអត់មានខ្សែចង្កេះខ្សែញ័នមន្តអាគមគាថាខ្មោចព្រាយវិសាចផងហ្នឹងហើយអត់មានអរិយណាមកធ្វើគេសោះអញ្ចឹងអ្នកជឿព្រះយេស៊ូវគឺមានអំណាចនៅលើទាំងអស់អញ្ចឹងបាននៅក្នុងផ្ទះគេអត់មានជើងធូបអត់មានអីមកញ៉ៃញ៉ៃទេអញ្ចឹងណាអញ្ចឹងជំនឿជឿព្រះយេស៊ូវគឺជាជំនឿដែលមានទំនាក់ទំនងជាមួយព្រះផ្ទាល់ខ្លួនអញ្ចឹងហើយខ្ញុំចង់សួរពុកម៉ែបងប្អូនទាំងអស់គ្នានៅទីនេះចង់បានសេចក្តីសុខសាន្តអត់ចង់មានឈ្មោះកត់ទុកនៅបញ្ជីឋានសួគ៌អត់ចង់បានទេបងប្អូនណាខ្លះអត់ទាន់មានឈ្មោះកត់ទុកនៅក្នុងបញ្ជីឋានសួគ៌ចង់បានទេចង់ហើយបងប្អូនចង់បានសេចក្តីសុខសាន្តចង់បានរួចពីបាបចង់មានឈ្មោះកត់ទុកនៅក្នុងបញ្ជីឋានសួគ៌ពុកម៉ែបងប្អូនអាចនិយាយតាមខ្ញុំមួយឃ្លាម្ដងឲ្យលឺទាំងអស់គ្នាហើយជឿពិតនឹងឃើញការអស្ចារ្យនៅក្នុងសេចក្តីជំនឿដែលយើងជឿហ្នឹងឃើញទេជឿព្រះយេស៊ូវអត់មានអស់លុយមួយរីទេតែព្រះយេស៊ូវឲ្យប្រពោមកដល់យើងនៅក្នុងជីវិតរស់នៅរបស់យើងអញ្ចឹងឥឡូវយើងសម្រួមចិត្តណាបិទភ្នែកហើយនិយាយជឿពិតថាព្រះយេស៊ូវនឹងប្រទានពរដល់យើងហើយនិយាយចាប់ចាំខ្ញុំប្រាប់ថាបានអីខ្លះពេលដែលនិយាយទៅត្រឡប់ជាកូនរបស់ព្រះហ្នឹងណាអញ្ចឹងឥឡូវយើងបិទភ្នែកហើយនិយាយមកឃ្លាតាមខ្ញុំទាំងអស់គ្នាណាតោះព្រះយេស៊ូវអើយកូនជាមនុស្សមានបាបកូនជឿថាព្រះអង្គជាព្រះពិតព្រះយេស៊ូវអើយកូនសូមបើកទ្វារជីវិតកូនទទួលព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះនិងជាព្រះអង្គម្ចាស់របស់កូនព្រះយេស៊ូវអើយសូមកត់ឈ្មោះកូននៅក្នុងបញ្ជីជីវិតឋានសួគ៌ព្រះយេស៊ូវអើយសូមទ្រង់យាងមកគង់ក្នុងចិត្តកូនព្រះយេស៊ូវអើយសូមដឹកនាំកូនឲ្យបានស្គាល់ព្រះអង្គកូនសូមថ្វាយខ្លួនថ្វាយចិត្តថ្វាយទាំងព្រលឹងវិញ្ញាណថ្វាយគ្រប់ទាំងអស់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនឥឡូវពុកម៉ែបងប្អូនណាបាននិយាយតាមខ្ញុំមិញណាឲ្យតែនិយាយពិតណាពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទអត់ចាំបាច់មួយខែក្រោយមួយឆ្នាំក្រោយបានឃើញទេណាមិនមែនអរិយណាជឿអរិយយកលុយទៅឲ្យវាទៅដល់កន្លែងវាបានសន្យាមួយអរិយទៀតអរិយទៅតើជួយខ្ញុំឲ្យលក់ដីដាច់ជួយលក់ដីធ្វើតំណាំបានទៅសែនជ្រូកខ្វាញ់មាន់ស្ងោឲ្យអញ្ចឹងទៅហេតែជំនឿជឿព្រះយេស៊ូវអត់មានចាំបាច់អស់លុយមួយរៀលដើម្បីឲ្យមានប្រសិទ្ធភាពណាឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាមានប៉ាសពតនេះនិយាយតាមខ្ញុំមិញមានប៉ាសពតណាប៉ាសពតឋានសួគ៌តែមិនទាន់ទៅបានទេតើមានវីសាមួយទៀតណាតិចថាមានប៉ាសពតទៅអាមេរិកកើតអស់ណា
មានប៉ាសពតតែឆ្លងកាត់ស្ថានទូតអាមេរិកទៀតបានទៅអាមេរិកកើតថាតែគេអនុញ្ញាតវីសាយើងតែឥឡូវនេះពុកម៉ែបងប្អូននិយាយតាមខ្ញុំមិញហ្នឹងណាគឺបានប៉ាសពតឋានសួគ៌ហើយតែធ្វើម៉េចបានវីសាទៀតឥឡូវខ្ញុំប្រាប់ច្បាស់កុំឲ្យដល់ពេលមកថាហេអត់ច្បាស់ហើយឮតែនិយាយអត់ច្បាស់ព្រាទៅដល់ផ្ទះវិញអត់មានចាំបាច់ពិបាកទាំងអស់សារភាពអំពើបាបទៅកាន់ព្រះមួយដងហ្នឹងសារភាពឲ្យអស់ចង់យំមកសារភាពអំពើបាបខ្លួនឯងដែលធ្លាប់ប្រព្រឹត្តពីដើមមកយើងដឹងខ្លួនយើងថាយើងធ្វើបាបវាខ្លះបាបភូតភោកុហកបោកប្រាស់ស្អប់ពើងគេឆ្កឹះឆ្កៀចាក់រុកបំបាច់បំបាស់និយាយទៅអ្វីរាប់ថាបាបរំលោភកូនការអាក្រក់គឺលន់តួសារភាពទៅបងឲ្យអស់ម្ដងហ្នឹងហើយអំពើបាបខាងព្រលឹងវិញ្ញាណមួយទៀតលះចោលគ្រប់ទាំងមុនគុំគាថាអរិយអ្នកតាថ្វាយគុំធម្មជាតិទាំងអស់ចោលទាំងអស់ហើយចាប់ផ្ដើមឈឺតាណាដាក់ដៃទៅនឹងមានទុកលំបាកអីហៅព្រះជួយណាព្រះមានអំណាចជួយយើងបានទាំងអស់ប៉ុន្តែសំខាន់តើយើងអនុញ្ញាតឲ្យព្រះជួយយើងអត់តែប៉ុណ្្នឹងឯងបើយើងអនុញ្ញាតឲ្យព្រះជួយគ្មានអ្វីដែលព្រះធ្វើអត់កើតទេយើងគ្រាន់តែបើកភ្នែកចិញ្ចឹមកាត់ទឹកដីមេឃណាល្វឹងល្វើយប៉ុណ្ណាដល់រដូវភ្លៀងខិតទឹកភ្លៀងចុះមកផែនដីជីចុះទៅក្រោមសត្វទឹកអ្នកណាដាក់គ្រឹះឲ្យមនុស្សរស់នៅរាប់ពាន់លានអ្នកឈរនេះណាព្រះមានអំណាចគ្រប់ទាំងអស់ប៉ុន្តែសំខាន់តើយើងអនុញ្ញាតឲ្យព្រះធ្វើការនៅក្នុងយើងអត់ហើយទៅដល់ផ្ទះបើបងប្អូនណាចង់ពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទអត់ចាំបាច់មួយខែក្រោយឃើញការអស្ចារ្យឲ្យតែពិសោធន៍ពិតឃើញពិតប៉ុន្តែជឿដូចខ្ញុំនិយាយចឹងណាទៅដល់ផ្ទះសារភាពលះចោលអំពើបាបទាំងអស់នឹងឃើញការអស្ចារ្យឈឺតាណាដាក់ដៃទៅនឹងសូមព្រះយេស៊ូវអស់ពីចិត្តព្រះយេស៊ូវនឹងប្រទានពរប៉ុន្តែបើសិនជាខ្ញុំនិយាយហើយអត់ធ្វើតាមទេទៅដល់ផ្ទះថាមើលអ្នកគ្រូហ្នឹងនិយាយថាឈឺតាណាដាក់ដៃទៅនឹងតែឥឡូវខ្ញុំអត់ជាសោះអត់ជាស្អីបើខ្សែចង្កេះតែ 30000 រៀលកាត់ចោលហ្នឹងណាហ៎ខ្សែអំបោះក្រហមពេលខ្លះចងអត់អស់លុយ1រៀលពាក់ឡើងស្នឹមកាន់ដៃឡើងក្អែនៅនឹងអត់ហ៊ានកាត់ចោលផងហើយធ្វើម៉េចព្រះធ្វើការមកយើងព្រះមិនខ្វះអំណាចទេតែព្រះឲ្យយើងស្មោះត្រង់ពិតប្រាកដជាមួយព្រះដូចយើងមានប្តីអញ្ចឹងណាប្តីចង់ឲ្យយើងស្មោះត្រង់ជាមួយគាត់បើអត់ស្មោះត្រង់តែមាន2ងាប់មួយឯនាងហ៎ចឹងយើងត្រូវដឹងថាព្រះអញ្ចឹងចង់ឲ្យយើងស្មោះត្រង់ជាមួយព្រះព្រះមិនខ្វះអំណាចណានឹងឲ្យពរយើងទេអញ្ចឹងច្បាស់នៅអញ្ចឹងចង់ពិសោធន៍ជាមួយព្រះអត់មានពិបាកទេណាទៅដល់ផ្ទះសារភាពអំពើបាបចោលអស់សូមព្រះយេស៊ូវឲ្យចេះស្អប់បាបយើងមិនអាចឈប់ប្រព្រឹត្តបាបបានទេតែយើងសូមព្រះយេស៊ូវគ្រីស្ទឲ្យយើងស្អប់បាបបានព្រះយេស៊ូវឲ្យកូនចូលចិត្តកុហកគេណាសូមជួយកូនព្រះយេស៊ូវកូនលក់ដូរចូលចិត្តស៊ីងជាងគេណាកូនមិនអាចឈប់បានទេព្រះយេស៊ូវជួយកូនព្រះយេស៊ូវកូនចូលចិត្តជេរប្តីជេរកូនឧទាហរណ៍ណាសូមមកព្រះយេស៊ូវកូនចូលចិត្តចាក់កតុយលេងណាយើងអត់ឈប់ខ្លួនឯងកើតទេសូមព្រះយេស៊ូវសូមទៅព្រះជួយយើងបានទាំងអស់ឲ្យទៅបាបយើងថាព្រះយេស៊ូវកូនស្អប់សូមឲ្យកូនស្អប់បាបសូមទៅព្រះជួយយើងយូរទៅជឿព្រះលែងប្រព្រឹត្តបាបហើយអំពើបាបខាងឯវិញ្ញាណទៅដល់ផ្ទះបោះចោលអស់ដឹងថ្ងៃនេះឮថាព្រះយេស៊ូវមានអំណាចទៅលើទាំងអស់បោះចោលទាំងអស់អ្វីដែលព្រះអង្គប្រាប់យើងដូចខ្ញុំកាលពីដើមខ្ញុំតាន់ជឿព្រះហើយខ្ញុំសក់ខ្ញុំកដាញ់កាត់មកកដាញ់ហើយខ្ញុំចាក់រឹសខាងវិញ្ញាណណាជ្រៅហ្មងចាចេះពោប្រមាន់ទៀតចេះទីបៀទៀតអត់សំណាក់7ថ្នាក់តែខ្ញុំឮពីព្រះយេស៊ូវមានអំណាចចឹងខ្ញុំឮចឹងខ្ញុំលះចោលទាំងអស់ខ្ញុំតាមព្រះយេស៊ូវខ្ញុំជាទាំងអស់ការមិនតាន់ជឿព្រះយេស៊ូវថ្វាយបង្គំអរិយខ្លាំងជំងឺរុំរិតពេញខ្លួនទុកលំបាកពេញខ្លួនរហូតតែចងកហើយឃើញទេចឹងវាជ្រៅខាងវិញ្ញាណពេញទៅគ្រូមួយអរិយនឹងប្រមាណ100ចូលខ្លួនខ្ញុំណាទៅមួយគ្រូប្រមាណ100មកចូលខ្លួនខ្ញុំអរិយឃើញទេអញ្ចឹងវិញ្ញាណអរិយសតាំងវាមកបំផ្លាញជីវិតយើងព្រះគម្ពីរព្រះអង្គមានព្រះបន្ទូលថាវាមកសម្លាប់តែសម្លាប់ឲ្យប្លន់ហើយលួចយើងវាសម្លាប់ជីវិតយើងបានវាសម្លាប់វាលួចយើងបានគឺវាលួចសុខភាពយើងលួចសេចក្តីសុខសាន្តរបស់យើងលួចជីវិតយើងវាលួចហើយអញ្ចឹងអរិយនេះគឺជាមេបំផ្លាញវាជាតួនៃអំពើបាបអញ្ចឹងអ្នកណាថ្វាយបង្គំវាខ្លាំងជីវិតកាន់តែហឹងហោចនៅក្នុងកណ្ដាប់ដៃវាហ្នឹងដូចខ្ញុំពីដើមអញ្ចឹងនៅថ្ងៃនេះខ្ញុំអរគុណព្រះដែលព្រះដោះខ្ញុំឲ្យមានសេរីភាព12ឆ្នាំនេះហើយខ្ញុំមានសេរីភាព12ឆ្នាំនេះខ្ញុំដើរទៅចែកវ៉ែនតាចែកអំណោយឯងព្រះយេស៊ូវឲ្យជាដោយគ្មានប្រើអស់លុយចាប់បាច់ពិបាកវេទនាទៀតទេ
chẳng hai ở smart trong tụi prep được thơ ca nó không chỉ vật dân tập ác nè chẳng nhom miên sập phơi đi ha sập phơi nó nhom miên tập đọc ba trong nào ấy hay nè na chưa pre số ở đâu vô tê nè na ở toàn chưa pre số trong vì sao tha pre số sờ lạnh nhưng pan na nó không đấy miên tập ọc nè sờ cái đây sờ lạnh nó bọc pre số cái nó không đấy sờ cái đây sờ lạnh này miên sờ cái đây sần thấm sờ cái đây sập sánนะเมียนโกได้แบบปัดประกอบจำเล่าด้วยปีบ้านในครั้งนี้อำนาจชนะกระตึงมนกงเกียร์ทายขโมยปริวิสัยในครั้งนี้ปริญญาจำแนกโยบอลนะในครั้งนี้แต่อ๋อเนี่ยปลายละใบเลิกภายในแต่เซ่สะเพยก็อ่านมันจะนอนตั้งเอาให้ตายสะเพยในเมียนกรบยังสมัยการกรบเพียรซาจิตในเลิกภายในดอกเช่นมีแปรหันตูหรือว่าแปรเมาจังอ่านตื่นอ่านเปลี่ยนนะเชื่อเปลี่ยนนั่งนั่งคือการเอาจาการลายไงนะไปเวลีใครยังมันอ่านใหญ่ตีมตัวยังไม่ได้nhưng chẳng lớp đặc chất ai đang thà bảo pre on off cha nhưng mình chẳng bạch mau tin đi chẳng nái pe làm bay admin phải giáo cái đó không tê nghe nhé đại sa tay sực đây sả lạnh chẳng hay sông pre và tiên phố phục mai bong pôn được óc này hay nơi ở vây để nhom để dây tơ miên ca khoác khắc chẳng lắm sông mai lục pro ban một pin nơi ở vây để nhom để dây khoác lần hay nhưng chẳng chậm rep với tiết con sập phơi này trăm lô bay tá tục đài sập phơi này pe các bạn đấy ha ai plug đôi chỉ vật dân thật đó cô đang đọc bật vào con aiแต่ยังchưa là ở con pre sông pre tiên phố sông chơi lục pro